នេះជាយហោម៉ូតូរបស់យុវជនកម្ពុជាដែលមានការគិតខុសពីគេហ៊ាននឹងស្រមៃទៅកាន់សកលលោកហ៊ាននឹងស្រមៃទៅកាន់ឆាកអន្តរជាតិហ៊ាននឹងធ្វើម៉ូតូរបស់ខ្លួនដើម្បីនាំចេញទៅដាក់តាំងបង្ហាញនៅទីក្រុងមីឡែនទ្វីបអឺរ៉ុបនេះគឺជាក្រុមហ៊ុន Calypso ជាយហោម៉ូតូដែលផលិតនៅកម្ពុជា Made in Cambodia ហើយធ្វើដំណើរបោះជំហានទៅកាន់ពិភពលោកស្វាគមន៍បងប្អូនទាំងគ្នាមកកាន់កម្មវិធីផ្លូវទៅទីក្រុងមីឡែនដោយកម្មវិធីនេះយើងនឹងនាំបងប្អូនមកមើលពីដំណើររបស់ក្រុមហ៊ុនកូនខ្មែរផលិតម៉ូតូចេញពីដែនដីសវណ្ណភូមិនៃប្រទេសកម្ពុជាឆ្ពោះទៅកាន់ដំណើរនៃការដាក់តាំងពិព័រណ៍ម៉ូតូរបស់ខ្លួននៅទីក្រុងមីឡែនប្រទេសអ៊ីតាលីជឿថាគ្រប់គ្នាប្រហែលជាបានស្គាល់ក្រុមហ៊ុន Calypso ខ្លះៗហើយជាមួយនឹងម៉ូតូផលិតនៅកម្ពុជាដែលគាត់ធ្លាប់បង្ហាញពីមុនមកហើយថ្មីៗនេះយើងឃើញមានស៊េរីថ្មីមួយទៀតCalypso នេះដែលជាម៉ូតូឆ្លាតវៃមួយគ្រឿងឆ្លាតវៃបំផុតនៅលើទីផ្សារប្រទេសកម្ពុជាយើងដែលបច្ចេកវិទ្យាដែលបង្ហាញនៅទីនេះគឺសិតសឹងតែជាស្នាដៃរបស់កូនខ្មែរយើងហើយថ្ងៃនេះយើងនឹងជួបក្រុមការងារដែលធ្វើឲ្យម៉ូតូនេះកើតឡើងអ្វីដែលយើងឃើញម៉ូតូនេះកើតឡើងចេញជារូបរាងក៏យើងមិនភ្លេចទេដៃគូសហការផ្គត់ផ្គង់របស់គាត់អញ្ចឹងខ្ញុំឈ្មោះរីចំណានវិរៈបច្ចុប្បន្ននេះខ្ញុំជា product supervisor នៅក្នុង Calypso ជាទូទៅពាក់ព័ន្ធជាមួយនឹងសង្វាក់ផលិតកម្មដែលបោះម៉ូតូនៅក្នុងរោងចក្រយើងអញ្ចឹងណាបាទយើងមានខាងផលិតគុណភាពបាទពាក់ព័ន្ធជាមួយខាងការដំឡើងហើយនឹងជ្រើសរើសយក conceptមានការកំណត់ខ្លះក្នុងការបង្កើតផលិតផលថ្មីក្រុមហ៊ុនបង្កើតឆ្នាំ2022អញ្ចឹងមកដល់ឥឡូវដូចជា3ឆ្នាំជាងហើយក្នុងរយៈពេល3ឆ្នាំហ្នឹងmodel ដំបូងដែលខ្ញុំចូលមកតន់នោះគឺមានមួយទេគឺគេហៅ Explorer បន្ទាប់មកទៀតបានយើងធ្វើការបង្កើតនៅម៉ូតូ Ori ហើយបច្ចុប្បន្នឥឡូវយើងមាន model ថ្មី Ninja បាទដែលនៅសងខាងនេះគឺគេហៅ Ninja ទៅលើយើងទៅចែកជិតទៅគឺមានក្រុមការងារសម្រាប់ក្នុងការ testing ម៉ូតូឬក៏ product ថ្មីឬក៏គ្រឿងបង្គុំបន្លាស់ថ្មីអញ្ចឹងណាយើងមានក្រុមការងាររបស់យើងសម្រាប់ testនៅតាមខេត្តឬក៏នៅក្នុងកន្លែងយើងផ្ទាល់ប៉ុន្តែជាមួយនឹងម៉ូតូនេះជានេះផ្ទាល់ខ្ញុំក្រុមការងាររៀនសូត្របានច្រើនដោយសារតែយើង sample មកដំបូងគឺយើងធ្វើការតេស្តហើយបន្ទាប់ពីយើងតេស្តគឺយើងបានមានឃើញបញ្ហាច្រើនមុនពេលដែលយើងលក់ហ្នឹងគឺយើងមានបញ្ហាច្រើនអញ្ចឹងយើងយល់ដឹងពីវាច្រើនរហូតដល់យើងមានឱកាសក្នុងការទៅស្វែងរកអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ថ្មីតាមបណ្ដាប្រទេសផ្សេងដូចជាតៃវ៉ាន់ដូចជាវៀតណាមយើងដូចជាមានធ្លាប់តាក់ទងខាងកូរ៉េទៀតពាក់ព័ន្ធជាមួយគ្រឿងខាតខ្លះណាបាទហើយពាក់ព័ន្ធជាមួយនឹងអានឹងដែរក៏យើងមាន concept នៅក្នុងការ design ក្នុងការលើគ្រឿងបង្គុំខ្លះដូចជាមានខ្សែភ្លើងកុងទ័រហើយនឹងបេតុងបជាផ្សេងគឺយើងមាននៅក្នុងនឹងទាំងអស់អញ្ចឹងគឺយើងយល់ពីវាចិត្តហើយចំណុចពិសេសវាគឺពាក់ព័ន្ធជាមួយ smart system យើងមានថ្មីនៅលើម៉ូតូហ្នឹងដែលយើងនឹង detail នៅតាមក្រោយទៀតហើយកុងទ័រក៏យើងមានការបជាការអីបានច្រើនងាយស្រួលមែនតើសម្រាប់ការបើកបរការតេស្តហ្នឹងគឺយើងបែងចែកជាក្រុមការងារហើយមានការវិភាគតេស្តធំយើងមាន master plan របស់យើងគេហៅថាគម្រោងតេស្តរួមហ្នឹងបាទយើងត្រូវតេស្តថ្ងៃណាដល់ពេលណាហើយយើងត្រូវតេស្តគីឡូប្រហែលគីឡូហើយយើងត្រូវប្រមូល data គេហៅថាទិន្នន័យនឹងទាំងអស់យកមកវិញដើម្បីយើងសិក្សាថាអូយើងមានគ្រឿងណាខ្លះដែលយើងត្រូវគួរតែមានការអភិវឌ្ឍហើយគ្រឿងណាខ្លះយើងត្រូវទៅរកអ្នកផ្គត់ផ្គង់ថ្មីដើម្បីដាក់មកឲ្យត្រូវជាមួយនឹងអ្វីដែលយើងចង់បានការដែលយើងតេស្តគ្រប់យើងមានន័យថាតេស្តផ្លូវតាមភូមិខ្លះចឹងទៅដែលមានផ្លូវដូចថាផ្លូវកលុកផ្លូវអីតិចតួចហើយនឹងយើងមានតេស្តនៅលើផ្លូវជាតិទូទៅហើយយើងតេស្តក្នុងក្រុងក៏យើងតេស្តដែលពាក់ព័ន្ធជាមួយមានការស្ទះពេលខ្លះចេញពីធ្វើការចឹងទៅ stop អីចឹងទៅអាហ្នឹងយើងតេស្តយកប្រមូលទិន្នន័យទាំងអស់ពេលបន្ទាប់ដែលយើងតេស្តហើយហ្នឹងដូចជា model នេះជាផ្ទាល់ក្នុងរយៈពេលដែលយើងតេស្តហើយហ្នឹងគឺយើងរកឃើញមានបញ្ហាច្រើនរហូតទៅដល់បើតាមខ្ញុំចាំក្នុង report ដូចជាទៅដល់79កន្លែងដែលយើងត្រូវធ្វើការ improve អភិវឌ្ឍវាហើយនឹងយើងត្រូវការផ្ញើរបាយការណ៍ហ្នឹងទៅអ្នកផ្គត់ផ្គង់យើងវិញដើម្បីធ្វើម៉េចឲ្យម៉ូតូហ្នឹងវាមានភាពធន់ហើយនឹងប្រើប្រាស់បានគ្រប់ស្ថានភាពពាក់ព័ន្ធជាមួយនឹងស្តង់ដារអន្តរជាតិដែលគេទទួលស្គាល់លើកដូចជាម៉ូតូនេះជានេះផ្ទាល់គឺយើងគេហៅបានថាយើងបានអាជ្ញាប័ណ្ណ Euro 5ដែលពាក្យបច្ចេកទេស Euro 5ហ្នឹងមានន័យថាស្តង់ដារដែលទទួលស្គាល់ដោយអន្តរជាតិដែលខ្ពស់ជាងគេគឺ5 Euro 5ហ្នឹងហើយបច្ចុប្បន្នថ្ងៃហ្នឹងណាបាទហើយយើងក៏មានម៉ូតូផ្សេងទៀត model ផ្សេងទៀតដែលយើងកំពុងតែខិតខំអភិវឌ្ឍហើយនឹងយករកគ្រឿងបង្គុំផ្សេងដាក់ទៅដើម្បីឲ្យត្រូវតាមស្តង់ដារហើយនឹងច្បាប់
ដែល Euro 5 គឺចង់បានដើម្បីយើងស្នើសុំ certificate กระดาษបញ្ជាក់មកយើងអាចមានន័យថាថ្ងៃក្រោយបើសិនយើងចង់ទៅទីផ្សារនៅក្រៅប្រទេសទៀតអាហ្នឹងគេអាចទទួលស្គាល់បានច្រើនគេហៅថានាំយកនៅបច្ចេកវិទ្យាថ្មីដែលនៅលើម៉ូតូដូចជា system ដែលខ្ញុំនិយាយមិញហ្នឹងគឺយើងប្រើជាមួយនឹងទូរស័ព្ទដៃយើងបញ្ជាជាមួយម៉ូតូហើយយើងមានគេហៅថា Apple CarPlay ពីច្រើនគឺមាននៅលើឡានហើយបាទប៉ុន្តែម៉ូតូគឺខ្ញុំគិតថាដូចជាអត់សូវមានទេយើងប៉ុន្តែ Calypso យើងនាំមកបានហ្នឹងហើយគឺយើងមានបច្ចេកវិទ្យាហ្នឹងដើម្បីងាយស្រួលក្នុងការបើកបរប្រចាំថ្ងៃចំពោះអ្នកបើកបរគម្រោងរបស់ក្រុមហ៊ុនគឺយើងបានទៅចែកជាមួយនឹងថ្នាក់លើហើយនឹងពិភាក្សាគ្នាហើយយើងនឹងមានគម្រោងធ្វើយ៉ាងណាឲ្យម៉ូតូយើងមានគុណភាពល្អស្របទៅតាមស្តង់ដារអន្តរជាតិ Euro 5 ដែលខ្ញុំបានលើកឡើងហ្នឹងហើយយើងនឹងមានគម្រោងរុញទីផ្សារទៅខាងអឺរ៉ុបបាទទៅខាងអឺរ៉ុបដូចជាខាងអ៊ីតាលីខាងអីចឹងណាដោយសារតែយើងចង់ឲ្យម៉ូតូដែលផលិតនៅក្នុងស្រុកកម្ពុជាប្រទេសកម្ពុជាយើងហ្នឹងអាចមានវត្តមានបើកនៅលើផ្លូវតាមបណ្ដាប្រទេសនៅក្នុងអឺរ៉ុបដូចជាអ៊ីតាលីបារាំងអីចឹងផ្សេងចឹងទៅខ្ញុំឈ្មោះប៊ូមករាគឺជា Electric Engineer នៅក្រុមហ៊ុន Calypso Moto ជាទូទៅការងាររបស់ខ្ញុំនៅនេះយើងធ្វើច្រើនតាក់ទងទៅនឹងប្រព័ន្ធខ្សែភ្លើងរបស់ម៉ូតូផ្ទាល់ដែលយើង design វាដោយខ្លួនឯងដោយដែលយើងបានឃើញដែលយើងបានបង្ហាញហ្នឹងហើយនៅក្នុងនេះយើងមាន test ជាច្រើនហើយយើងមានផ្លាស់ប្ដូរជាច្រើនដើម្បីទទួលបាននៅproper ខ្សែភ្លើងដូចដែលយើងបានបង្ហាញនៅលើតុនេះ fit ទៅនឹងម៉ូតូរបស់យើងជាមួយនឹង system ដែលយើងបានបង្កើតឡើងអីដែលជាស្នាដៃរបស់យើងហ្មងជាទូទៅយើងមាន ធ្វើ board ដូចជាយើងឃើញហើយមាន board នេះជា version ទី1ដែលយើងធ្វើឡើងហើយ board នេះ version ទី2 board នេះ version ទី3ដែលយើងអាច install នៅលើម៉ូតូចេញលក់ផងដែរបានហើយនៅក្នុងហ្នឹងដែរក៏យើងមានធ្វើដូចជា box ហ្នឹងយើងការពារដូច waterproof កុំឲ្យវាមានជាតិទឹកអីហ្នឹងអញ្ចឹង box ហ្នឹងក៏យើងមាន version ទៅតាមហ្នឹងដែរអញ្ចឹងយើងត្រូវស្វែងរក connector ក៏ដូចជាប្រអប់របស់យើងដែលយើងមានដាក់ gasket ដាក់អីការពារជំងឺទឹកមួយវិញទៀតយើងក៏មានធ្វើតាក់ទងទៅនឹងដូច accident ដូចនៅពេលដែលយើងមានគ្រោះថ្នាក់ចរាចរណ៍អីអញ្ចឹងនៅពេលដែលម៉ូតូមានគ្រោះថ្នាក់ចរាចរណ៍វា alert ទៅប្រាប់អ្នកផ្ទះអាហ្នឹងការពិតយើង bring មកពីក្រៅមកប៉ុន្តែយើងយកមកធ្វើកូដខ្លួនឯងដោយសារតែ condition នៅខ្មែររបស់យើងដឹងស្រាប់ហើយមានផ្លូវដែលជាផ្លូវមានកលុបឬក៏ផ្លូវអីហ្នឹងទៅវា fail ឡើងអញ្ចឹងយើងយកមកធ្វើកូដខ្លួនឯង implement ខ្លួនឯងដែលយើងអាចទទួលបាននៅ accident alert មួយដែលវាត្រូវជាមួយ condition នៅខ្មែររបស់យើងហើយយើងក៏បាន implement វាចេញលក់ហើយដែរបើយើងនិយាយពីប្រទេស chip នេះហ្មងយើងអាចនិយាយបានថាយើងសម្រាប់ដូចខួរក្បាលរបស់មនុស្សមួយអញ្ចឹងគ្រប់ signal ឬក៏គ្រប់អីរបស់ម៉ូតូរបស់យើងមកគឺវានឹងបញ្ជូនមកប្រទេស chip មួយនេះប្រទេស chip នេះវាដូចជាខួរក្បាលយើងអញ្ចឹងវាអាចបញ្ជាម៉ូតូបានដែលយើងមានផលិតដូចជាថ្ងៃហ្នឹងយើងកំពុងសិក្សាដូចមានម៉ូតូអាចបញ្ជាបានដោយប្រើទូរស័ព្ទដៃដែលយើងមាន app របស់យើងហើយឲ្យបញ្ជាទូរស័ព្ទដៃអាចបញ្ជាទៅនឹងបានជាហ្នឹងដូចខួរក្បាលរបស់ម៉ូតូមួយអញ្ចឹងដើម្បីតាក់ទងនឹង smart system មួយហ្នឹងនៅពេលដែលយើងបង្កើត technology នេះមកយើងអាចដឹងថាអត់ទាន់មានក្រុមហ៊ុនម៉ូតូណាដែលបង្កើត technology ហ្នឹងមកហើយត្រូវអត់បងអញ្ចឹងគឺជាយើងអាចនិយាយបានថា Calypso នេះគឺជាម៉ូតូមួយដែលឆ្លាតវៃជាងគេនៅខ្មែរដែលវាមានប្រព័ន្ធសុវត្ថិភាពផ្ដល់ដំណឹងនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ទៅកាន់អ្នកផ្ទះទៅកាន់ក្រុមហ៊ុន insurance ដើម្បីឲ្យមកជួនបានពេទ្យមកជួយទាន់ពេលវេលាអញ្ចឹងពេលដែលមានចោរលួចឬក៏អីក៏វាអាចផ្ដល់ដំណឹងទៅដល់ម្ចាស់ម៉ូតូផងអញ្ចឹងយើងអាចដឹងហើយវាមានប្រព័ន្ធផ្ដាច់ភ្លើងកុំឲ្យចោរជិះទៅមុខបានទៀតទៅក្រុមហ៊ុន Static Dynamic នៅកាណាដាហ្នឹងគាត់បានសិក្សាទៅលើប្រព័ន្ធហ្នឹងអស់រយៈពេលដូចជា3ឆ្នាំឬក៏3ឆ្នាំជាងហើយតាមខ្ញុំដឹងហើយទៅយើងយក bring technology ដែលយើងផលិតហ្នឹងមកយើងយកមកយើង implement នៅនេះប្រហែលជា9ខែយើងសិក្សាដូចដែលខ្ញុំប្រាប់តាក់ទងនឹង condition ផ្លូវតាក់ទងនឹងអាកាសធាតុដូចយើងនឹងស្រាប់ហើយអាកាសធាតុនៅខ្មែរយើងវាមិនមានភ្លៀងខ្លាំងអញ្ចឹងធ្វើឲ្យប្រព័ន្ធ satellite ដែលផ្ដល់សញ្ញាដូចជា GPS អីហ្នឹងវាអត់សូវ accurate ទេអញ្ចឹងនៅក្នុងហ្នឹងយើងសិក្សាជាច្រើនដូចម៉ូតូដួលឬក៏មានគ្រោះថ្នាក់ចរាចរណ៍អីចឹងដូចជា anti thief អីចឹងទៅយើងយកមកកែប្រែកូដឡើងវិញទាំងអស់គឺយើងអ្នកធ្វើកូដឡើងវិញហើយដូចប្រទេស chip នេះក៏យើងកែប្រែច្រើនដែរប្រព័ន្ធខួរក្បាលរបស់យើងដើម្បីធ្វើម៉េចឲ្យត្រូវជាមួយនឹងម៉ូតូរបស់យើង condition នៅក្នុងប្រទេសរបស់យើង app ដែលយើងបង្កើតឡើងហ្នឹងមានឈ្មោះថា SI Connect app ដែលយើងបង្កើតឡើងហ្នឹងគឺយើងសរសេរកូដខ្លួនឯងយើងអីខ្លួនឯងហើយយើងបង្កើតបានជា app មួយទៅតាមអីដែលយើងចង់បាននៅខ្មែរហើយឥឡូវយើងបានដាក់ឲ្យប្រើប្រាស់នៅក្នុង App Store ក៏ដូចជា Play Store យើងអាច download បានហើយនេះជាដំណើរបន្ទាប់របស់ Calypso ខ្ញុំឈ្មោះឆននាយកវឌ្ឍនៈបងតួនាទីគឺ marketing និយាយទៅបើសិនជាតួនាទីគឺ support ទាំងអស់ទាំង marketing យើងរៀបចំតាមទីផ្សារ
យើងរៀបចំក្នុងការ stand dealer ផ្សេងៗទៀតខ្ញុំចូលមក Calypso នេះបាន6ខែជាងពេលដែលខ្ញុំចូលគឺជា first phase មួយដែលនេះជាយើងក្នុងដំណាក់កាល testing បាទទៅលើ road testing នេះជាគឺតាមអ្វីដែលខ្ញុំចាំគឺប្រកប test ទៅលើ performance road testing ជាមួយនឹង smart system Calypso គឺជាក្រុមហ៊ុនដែល made in Cambodia តាំងការផលិតគឺទៅលើម៉ូតូផ្ទាល់ទៅលើ smart system ផ្ទាល់គឺផលិតដោយកូនខ្មែរសម្រាប់ទំនុកចិត្តរបស់ខ្ញុំហើយនឹងភាពជឿជាក់ទៅលើ Calypso គឺខ្ញុំមានបន្ទាប់ពីនេះជាយើងមាន model មកចំនួន3ទៀតដែលមួយគឺជា SUV 150cc និង model 125cc មួយទៀត Milan គឺយើងមាន plan ដែលជា master plan យើងត្រៀមនឹងធ្វើនៅឆ្នាំ2026ខែ11គឺយើងទៅទីក្រុង Milan ផ្ទាល់នៅប្រទេសអ៊ីតាលីតែព្រឹត្តិការណ៍នេះគឺព្រឹត្តិការណ៍ ICMA ឆ្នាំ2026គឺជាព្រឹត្តិការណ៍ធំមួយក្នុងការប្រមូលផ្ដុំក្រុមហ៊ុនម៉ូតូល្បីៗទាំងអស់នៅទូទាំងពិភពលោកពួកគាត់នឹងមកតាំងពិព័រណ៍ម៉ូតូរបស់គាត់ដែលនៅក្នុងឆ្នាំ2026ហ្នឹងគឺជាឆ្នាំដែលពួកគាត់ bring នៅ new model មកវិញអញ្ចឹងក្នុង model ថ្មីៗទាំងអស់គឺពួកគាត់នឹងយកមកដាក់តាំងបង្ហាញនៅ ICMA ឆ្នាំ2026នៅទីក្រុង Milan ប្រទេសអ៊ីតាលីបាទសម្រាប់ផ្សារពីខ្ញុំគឺមានន័យថាឥឡូវនេះគឺខ្មែរអាចធ្វើបានពួកយើងមានក្តីសង្ឃឹមហើយក៏មានប្រឡោកថ្មីក្នុងការនាំចេញមិនថាម៉ូតូទេបងគ្រប់ផលិតផលទាំងអស់ប៉ុន្តែយើង follow ទៅតាម standard អន្តរជាតិយើង follow ទៅតាម standard ណាមួយដែលយើងអាចផ្គត់ផ្គង់នៅក្នុងស្រុកហើយនឹងយកផ្គត់ផ្គង់ទៅក្រៅប្រទេសបានដូចគ្នាសម្រាប់ខ្ញុំនៅពេលដែលយើងចេញ plan មួយធំសម្រាប់ឆ្នាំក្រោយដែលយើងនឹងយកម៉ូតូដែលផលិតដោយកូនខ្មែរទៅតាំងនៅទីក្រុង Milan ប្រទេសអ៊ីតាលីនោះមានន័យថាសម្រាប់វិស័យផលិតម៉ូតូនិងការប្រើប្រាស់ម៉ូតូនៅស្រុកខ្មែរមិនមែនត្រឹមតែជាការប្រើប្រាស់ទេមកគឺមានន័យថាយើងអាចផលិតនៅផលិតផលមួយដែលបំពាក់មកជាមួយ smart system ប្រព័ន្ធសុវត្ថិភាពខ្ពស់ហើយយើងយកទៅតាំងនៅប្រទេសអ៊ីតាលីក្នុងប្រតិការម៉ូតូ ICMA ហ្នឹងវាជាក្តីសង្ឃឹមមួយសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយក្នុងការប្រឹងប្រែងអភិវឌ្ឍនៅលើបច្ចេកវិទ្យាថ្មីៗវាក៏ជាក្តីសង្ឃឹមថ្មីក្នុងការនាំយកផលិតផលជាតិមួយទៅតាំងបង្ហាញនៅឯឆាកអន្តរជាតិយីហោម៉ូតូរបស់កូនខ្មែរមួយនេះកំពុងតែត្រៀមខ្លួនធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនេះគឺជាកម្មវិធីផ្លូវទៅកាន់ទីក្រុង Milan ចូលរួមជាមួយនឹងពួកយើងតាមដានដំណើររបស់ Calypso ឆ្ពោះទៅកាន់ទីក្រុង Milan